នៅក្បែរប្រាសាទអង្គរវត្តមានព្រៃមួយយ៉ាងធំទីនោះពោពេញទៅដោយសត្វព្រៃជាច្រើនរស់នៅជាមួយគ្នាដោយសប្បាយរីករាយមានស្វាមួយឈ្មោះចន្ទ្រាដែលចូលចិត្តលេងសើចណាស់ថ្ងៃមួយចន្ទ្រាបានឃើញផ្លែស្វាយមួយផ្លែធំជាងធម្មតាផ្លែស្វាយនោះមានពណ៌មានស្រស់មានទំហំប៉ុនក្បាលរបស់វាឯណោះចន្ទ្រាភ្ញាក់ផ្អើលនិងសប្បាយចិត្តជាខ្លាំងចន្ទ្រាគិតថាផ្លែស្វាយនេះធំពេកមិនអាចចែករំលែកបានទេគាត់ចង់ទុកវាសម្រាប់ខ្លួនឯងម្នាក់ឯងចន្ទ្រាមានចិត្តលោភលន់ណាស់ប៉ុន្តែផ្លែស្វាយនោះធំពេកនិងធ្ងន់ពេកសម្រាប់ចន្ទ្រាគាត់ព្យាយាមលើកវាតែមិនរួចសោះគាត់ចាប់ផ្ដើមអស់កម្លាំងដោយអស់កម្លាំងចន្ទ្រាបានអូសផ្លែស្វាយនោះតែលាក់គាត់រកកម្លាំងស្ងាត់មួយដើម្បីកុំឲ្យនរណាដឹងគាត់ចាំងទុកវាសម្រាប់តែខ្លួនឯងបក្សីមួយឈ្មោះមាសកំពុងហើរពីលើវាក៏បានឃើញចន្ទ្រាកំពុងលាក់ផ្លែស្វាយដ៏ធំនោះមាសដឹងថាចន្ទ្រាមានរឿងអ្វីមិនប្រក្រតីចន្ទ្រាព្យាយាមស៊ីផ្លែស្វាយនោះតែម្នាក់ឯងប៉ុន្តែផ្លែស្វាយនោះធំពេកគាត់ស៊ីមិនអស់ឡើយគាត់មានអារម្មណ៍ធុញថប់ក្លិនស្វាយទុំបានសាយភាយពេញព្រៃសត្វពស់មួយឈ្មោះពស់ក៏បានដឹងក្លិនហើយក៏លូនទៅរកប្រភពក្លិននោះពស់បានលូនចូលទៅក្នុងគុម្ពោតវានិយាយទៅកាន់ចន្ទ្រាថាមិត្តអើយផ្លែស្វាយនេះធំពេកសម្រាប់តែម្នាក់ឯងចន្ទ្រាស្តាក់ស្ទើរគាត់នៅតែចង់ទុកវាសម្រាប់ខ្លួនឯងប៉ុន្តែគាត់ក៏ដឹងថាពស់និយាយត្រូវគាត់មិនអាចស៊ីវាអស់ម្នាក់ឯងឡើយសត្វខ្លាមួយឈ្មោះខ្លាក៏បានដើរមកដល់ខ្លាឈរស្ងៀមហើយសម្លឹងមើលចន្ទ្រាដោយក្តីយល់ចិត្តចន្ទ្រាដកដង្ហើមធំទីបំផុតគាត់ក៏សម្រេចចិត្តសុំជំនួយពីមិត្តភក្តិរបស់គាត់មិត្តអើយខ្ញុំត្រូវការជំនួយខ្លាប្រើកម្លាំងរបស់វាពស់ប្រើដងខ្លួនវែងរបស់វាចន្ទ្រាប្រើដៃជើងដ៏រហ័សរបស់វាពួកវាបានជួយគ្នាលើកផ្លែស្វាយនោះចេញពីគុម្ពោតមាសបានហើរទៅមុខដើម្បីនាំផ្លូវវានាំពួកវាទៅរកវាលស្មៅមួយដ៏ទូលាយនិងមានពន្លឺថ្ងៃទីបំផុតពួកវាបាននាំផ្លែស្វាយនោះមកដល់វាលស្មៅទីនោះមានពន្លឺថ្ងៃចែងចាំងនិងមានខ្យល់អាកាសបរិសុទ្ធចន្ទ្រាបានចែករំលែកផ្លែស្វាយនោះជាមួយមិត្តភក្តិរបស់វាពួកវាបានស៊ីផ្លែស្វាយនោះជាមួយគ្នាយ៉ាងរីករាយសត្វព្រៃផ្សេងទៀតក៏បានមកចូលរួមផងដែរចន្ទ្រាមានអារម្មណ៍សប្បាយចិត្តជាងពេលណាៗទាំងអស់គាត់ដឹងថាការចែករំលែកគឺប្រសើរជាងការលោភលន់សំឡេងសើចសប្បាយបានលាន់ឮពេញវាលស្មៅពួកវាបានរៀនមេរៀនដ៏មានតម្លៃមួយជាមួយគ្នាចន្ទ្រាបានដឹងថាមិត្តភាពនិងការចែករំលែកគឺមានតម្លៃជាងផ្លែស្វាយដ៏ធំមួយទៅទៀតពីថ្ងៃនោះមកចន្ទ្រាបានក្លាយជាមិត្តល្អនឹងគ្រប់សត្វទាំងអស់គាត់បានរៀនថាដៃច្រើនជួយគ្នាការងារស្រាលហើយសេចក្តីសុខពិតប្រាកដគឺស្ថិតនៅក្នុងការចែករំលែកនិងមិត្តភាព